រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី12ហ៊ុនសែនពូកែចរចាផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែននៅពេលទៅដល់វៀតណាមក្រុមសម្ដេចហ៊ុនសែនជាពិសេសសម្ដេចតែម្ដងត្រូវប្រឈមខ្លាំងបំផុតជាមួយវៀតណាមព្រោះវៀតណាមមិនជឿថាត្រឹមក្នុងវ័យ25ឆ្នាំជាមេបញ្ជាការអនុសេនាធំនៃកងទ័ពខ្មែរក្រហមផ្ដាច់ខ្លួនតែជាជំហានជីវិតត្រូវស្ថិតនៅលើថ្វីមាត់សម្ដេចដោយភាពអង់អាចជំហរមើងម៉ាត់ភាពស្មោះត្រង់ភាពឆ្លៀសវៃលើកម្មវត្ថុនៃការចរចានិងភាពប៉ិនប្រសប់ជាច្រើនថ្ងៃទី27ខែកញ្ញាឆ្នាំ1977ឧត្តមសេនីយ៍វ៉ាន់ទៀងយ៉ុងបានស្នើឲ្យសម្ដេចហ៊ុនសែនលើកសំណូមពរជាលាយលក្ខណ៍អក្សរដើម្បីបញ្ជូនទៅថ្នាក់លើបន្តពិនិត្យសម្រេចសម្ដេចហ៊ុនសែននិងក្រុមការងារបានសរសេរសំណូមពរចំនួន5ជូនថ្នាក់លើវៀតណាមពិនិត្យលទ្ធភាពតែមាន2ចំណុចក្នុងចំណោម5ភាគីវៀតណាមទទួលយកទី1សូមផ្ដល់លទ្ធភាពឲ្យប្រជាជនកម្ពុជាដែលភៀសខ្លួនចូលទឹកដីវៀតណាមបានទទួលសិទ្ធិច្រកកោនផ្នែកនយោបាយដោយមិនត្រូវចាប់បញ្ជូនទៅកម្ពុជាវិញដោយពេលមុនឡើយទី2សូមសិទ្ធិច្រកកោននយោបាយដល់កម្មាភិបាលនិងយុទ្ធជនដែលភៀសខ្លួនចេញពីកម្ពុជាកិច្ចការបោសសម្អាតរបស់អង្គការប៉ុលពតទី3ស្នើសុំវៀតណាមដើម្បីសម្រួលប្រមូលផ្ដុំកម្លាំងកសាងកងទ័ពជាប់ខ្សែបន្ទាត់ព្រំដែនវៀតណាមនិងសុំសិទ្ធិជ្រើសរើសប្រជាជនខ្មែរភៀសខ្លួនមកធ្វើជាកងទ័ពទី4សូមជំនួយអាវុធគ្រាប់រំសាវស្បៀងអាហារសម្លៀកបំពាក់និងមធ្យោបាយចាំបាច់សម្រាប់កសាងកងទ័ពនេះទី5សូមវៀតណាមជួយបង្កលក្ខណៈឲ្យបានឆ្លងកាត់ទឹកដីវៀតណាមទៅតាក់ទងកម្លាំងតស៊ូផ្សេងទៀតទាំងនៅជាប់ព្រំដែនវៀតណាមឡាវនិងថៃជាដើមចំណុចទី1និងចំណុចទី2ភាគីវៀតណាមត្រឹមកម្រិតឧត្តមសេនីយ៍វ៉ាន់ទៀងយ៉ុងដែលជាសមាជិកការិយាល័យបកកុម្មុយនីសវៀតណាមនិងជាអគ្គសេនាធិការកងទ័ពវៀតណាមឯកភាពតាមការស្នើសុំតែគេបញ្ជាក់វិញថាសូមរក្សាការសម្ងាត់ដើម្បីកុំឲ្យខាងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមចោទថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសៀវភៅហ៊ុនសែនបរិះខ្លាំងរបស់កម្ពុជាសម្ដេចហ៊ុនសែនថ្លែងថាវាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមការចរចាការកែតម្រង់សេដ្ឋកិច្ចដើរជាមួយការកែតម្រង់នយោបាយក៏ប៉ុន្តែស្ថិរភាពនយោបាយត្រូវតែបានរក្សាទុកធ្វើដូច្នេះដើម្បីឲ្យការកែតម្រង់សេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយការស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់សង្គ្រាមនិងនាំមកនូវសន្តិភាពសម្ដេចហ៊ុនសែនបញ្ជាក់ថាខ្ញុំបានត្រិះរិះពិចារណាអំពីការរកដំណោះស្រាយសន្តិភាពជាពិសេសជាមួយសម្ដេចសីហនុតាំងពីឆ្នាំ1980ម្លេះក្រោយពីមានការដកទ័ពមួយផ្នែកនៃកងទ័ពវៀតណាមចេញពីកម្ពុជានៅឆ្នាំ1982ការសម្រេចចិត្តធ្វើការចរចាមានមូលដ្ឋានលើទស្សនៈមួយថាអំណាចយោធាមិនអាចដោះស្រាយបញ្ហាកម្ពុជាបាននោះទេហើយមានតែការចរចានិងការបង្រួបបង្រួមជាតិដែលអាចនាំមកនូវសន្តិភាពបានសម្ដេចសង្កត់ធ្ងន់ថាអត្ថន័យនៃកិច្ចព្រមព្រៀងរវាងសម្ដេចសីហនុនិងខ្ញុំគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាពជាញឹកញយមនុស្សតែងតែភ្លេចនៅការពិតជាប្រវត្តិសាស្ត្រដៃគូរបស់ខ្ញុំក្នុងការចរចាមិនមែនព្រះអង្គម្ចាស់រ៉ានរិទ្ធមិនមែនលោកខៀវសំផនមិនមែនលោកសឿនសានទេសូមចាំថាជាការចរចារវាងហ៊ុនសែននិងសម្ដេចសីហនុដែលចាប់ផ្ដើមនៅថ្ងៃទី18ខែធ្នូឆ្នាំ1987នៅប្រទេសបារាំងខ្ញុំមើលឃើញថាសម្ដេចហ៊ុនសែនជាមនុស្សចរចានិយមនិងប៉ិនប្រសប់ខាងការចរចាដែលលទ្ធផលភាគច្រើនរបស់លោកជោគជ័យគ្រប់សមរភូមិចរចាជារួមសម្ដេចហ៊ុនសែនខ្លាំងទាំងពីចម្ងាយនិងទល់មុខដែលខុសពីអ្នកនយោបាយមួយចំនួនបានតែពីចម្ងាយដល់ពេលទល់មុខគ្នាចាញ់ច្រាបដៃគូទៅវិញផ្នែកទី2ទស្សនៈសិក្សាដើម្បីក្លាយជាអ្នកពូកែចរចានិងទទួលជោគជ័យសម្ដេចហ៊ុនសែនចែករំលែកបទពិសោធន៍ការលោកទៅចរចាជាមួយមេដឹកនាំខ្មែរក្រហមថាទី1លោកត្រូវស្រាវជ្រាវគ្រប់ព័ត៌មានទី2ត្រូវស្គាល់ឲ្យច្បាស់ដៃគូចរចាទាំងថ្នាក់លើថ្នាក់ក្រោមនិងប្រជាជនទូទៅថាពួកគេចង់បានអ្វីនៅពេលប្រមូលព័ត៌មាននិងដឹងច្បាស់នៅអ្វីដែលខាងខ្មែរក្រហមត្រូវការហើយសម្ដេចបានដាក់ចេញនូវគោលការណ៍ផ្ដល់ឲ្យដៃគូចរចាជាលទ្ធផលគឺជោគជ័យថ្នាក់ដឹកនាំខ្មែរក្រហមគ្រប់កម្រិត
និងប្រជាជនសម្រេចរួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយរដ្ឋធម្មនុញ្ញតែមួយនិងឯកភាពទឹកដីចំណុចមួយទៀតដែលមិនអាចមើលរំលងគឺត្រូវបង្ហាញសាច់ដុំឬភាពខ្លាំងនិងប្រៀបឈ្នះរបស់យើងដែលដៃគូចរចាគឺត្រូវបង្ហាញសាច់ដុំឬភាពខ្លាំងនិងប្រៀបឈ្នះរបស់យើងដល់ដៃគូចរចានិយាយអំពីសម្ដេចហ៊ុនសែនការចរចាជោគជ័យលោកក៏ប្រើវិធីវាយផងចរចាផងដែរទាំងការចរចាត្រីភាគីសម្ដេចសីហនុសម្ដេចសឿនសាននិងក្រុមខ្មែរក្រហមសម្ដេចមិនភ្លេចប្រើវិធីវាយផងចរចាផងនោះទេជារួមដើម្បីធ្វើឲ្យដៃគូព្រមចូលតុចរចានិងយកប្រៀបឈ្នះលើដៃគូចរចាគឺត្រូវបង្ហាញសាច់ដុំខ្លះដែរពោលគឺធ្វើឲ្យដៃគូមើលឃើញថាបើមិនចរចាក៏យើងឈ្នះដែរការចរចានយោបាយចាប់ពីបញ្ចប់ក្រុមខ្មែរក្រហមហើយក៏ដូចគ្នាជាអាចការចរចាជារឿយៗជាមួយគណៈបកហ៊ុនស៊ិនប៉ិចអតីតនិងគណៈបកសង្គ្រោះជាតិជាដើមក្នុងនោះវាទាំងផ្លូវច្បាប់វាទាំងចិត្តសាស្ត្រតាមយន្តការចុះផ្ទាល់នៅមូលដ្ឋានតាមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈនិងតាមបណ្ដាញទំនាក់ទំនងសង្គមដោយធ្វើព្រមគ្នានឹងការចរចាពោលគឺប្រើវិធានការសរុបកម្លាំងសរុបនិងមធ្យោបាយសរុបដែលភាគច្រើនតាមការសម្គាល់គឺគណៈបកដៃគូជាអ្នកបោះដៃរកការចរចា